បាទតោះពុកម៉ែបងប្អូនទាំងអស់គ្នាបាទយើងមកមើលទាំងអស់គ្នាបាទនេះគឺជាបាទកូនតកៅបាទ BFF ដែលវាញាស់បានរយៈពេល5ថ្ងៃហើយណាដែលបន្ទាប់ពីខ្ញុំបានដាក់ពងមួយភ្ញុះហើយឥឡូវពុកម៉ែបងប្អូនទាំងអស់គ្នាឃើញណាបាទនេះញាស់បានរយៈពេល5ថ្ងៃបាទឥឡូវឃើញណាបាទអញ្ចឹងនៅពេលដែលយើងឃើញថាវាញាស់បានរយៈពេល5ថ្ងៃហើយអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាបើមើលទៅវាអស់ចំណីបងប្អូនទាំងអស់គ្នាថែមបាទយើងជំរាបចំណីរបស់វាគឺបាយបាទឬមួយក៏កាកសំណល់សល់ផ្ទះបាយហ្នឹងបាទហើយបងប្អូនថាអត់មានកាកសំណល់សល់ផ្ទះបាយទេបាទបន្លែផ្លែឈើស្អីក៏វាស៊ីដែរហើយមួយទៀតគឺយើងអាចដាក់បាទចំណីមាន់លាយទឹកក៏បានបន្ថែមឬមួយក៏កន្ទក់លាយទឹកក៏បានដែរបាទយើងដាក់ទៅដាក់បន្ថែមទៅវាស៊ីបាទវានឹងស៊ីបាទហើយអញ្ចឹងនៅពេលនេះបាទរយៈពេល5ទៅ6ថ្ងៃហើយអញ្ចឹងឃើញវាធំណាបាទចិត្តប៉ុនជើងគូហើយអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាមួយកធុននេះណាយើងអាចបំបែកបានទៅជា5កធុនបាទ4ទៅ5កធុនណាដើម្បីកុំឲ្យវាចៀតព្រោះថាវាកាន់តែធំហើយអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាបាទមុននឹងបំបែកវាគឺយើងរៀបចំកធុនទៅហើយទៅហើយលាយចំណីបាទមាន់ឬមួយក៏កាកសំណល់តែបាយហ្នឹងបាទចាំយើងបំបែកវាជា4ទៅ5កធុនណាបាទហើយបន្ទាប់មកខ្ញុំនឹងធ្វើវីដេអូបន្តទៀតនៅពេលដែលវាបាទធំបាទយើងបំបែកអញ្ចឹងយើងនឹងមានវីដេអូបន្តទៀតណាបងប្អូនអញ្ចឹងអានេះពីរយៈពេល5ទៅ6ថ្ងៃគឺយើងមកឲ្យវាស៊ីចំណីអញ្ចឹងគឺជិះចិត្តអស់យើងអាចបំបែកវាទៅ4ទៅ5កធុនទៅបាទអរគុណច្រើនខ្ញុំនឹងបន្ថែមវីដេអូនៅពីក្រោយទៀត